ខ្ញុំសូមគោរពជំរាបសួរនិងសួស្តីទៅកាន់ប្រិយមិត្តអ្នកទស្សនាវីដេអូមួយនេះទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីដែលនៅក្នុងថ្ងៃនេះដែរនឹងខ្ញុំនឹងលើកយកអមនុស្សជប៉ុនមួយទៀតមកចែករំលែកទៅកាន់អ្នកទាំងអស់គ្នាដែលមានឈ្មោះថាអាកាណាមេគឺជាអមនុស្សជប៉ុនមួយប្រភេទដែលអត់ល្បីល្បាញដោយសារតែការវាយប្រហារមនុស្សទេប៉ុន្តែវាល្បីល្បាញដោយសារតែវានឹងចូលចិត្តចូលទៅកន្លែងកកិចកក្រិចកខ្វក់កខ្វក់ហើយលុតយកភាពកខ្វក់និងភាពកក្រិចទាំងអស់នោះអញ្ចឹងផ្ទុយពីអមនុស្សផ្សេងទៀតដែលចូលចិត្តស៊ីឬក៏វាយប្រហារមនុស្សអាកាណាមេវាចូលចិត្តស៊ីធូលីចូលចិត្តស៊ីផ្សិតចូលចិត្តស៊ីស្លែនិងភាពកខ្វក់អញ្ចឹងនៅក្នុងរឿងព្រេងគេបាននិយាយថាអាកាណាមេវាចូលចិត្តចូលទៅក្នុងបន្ទប់ទឹកកខ្វក់ឬបន្ទប់ទឹកណាដែលគេបោះបង់ចោលនៅពេលយប់ដើម្បីស៊ីភាពកខ្វក់ស៊ីស្លែដែលមាននៅក្នុងបន្ទប់ទឹកទាំងអស់ហ្នឹងចឹងដូចគ្នាជាមួយនឹងមកគឺរ៉េនដែរអាកាណាមេហ្នឹងគឺត្រូវបានផ្សព្វផ្សាយដោយវិចិត្រករដែលមានឈ្មោះថាតូរីយ៉ាម៉ាសេគិនដូចគ្នាហើយត្រូវបានគូនឹងផ្សព្វផ្សាយឡើងដោយគាត់នៅក្នុងសម័យអេដូហ្នឹងដូចជាមួយនឹងមកគឺរ៉េនដែររូបរាងរបស់អាកាណាមេហ្នឹងគឺមានខ្លួនដូចបិសាចតូចអ្នកខ្លះគេនិយាយថាវាមានសម្បុរពណ៌ក្រហមអ្នកខ្លះថាមានពណ៌ត្នោតរីឯគំនូរខ្លះទៀតបានគូបង្ហាញពណ៌សម្បុររបស់អាកាណាមេហ្នឹងមានពណ៌បៃតងដូចជាស្លែអាកាណាមេមានដាតវែងស្រួយដែរដាតទាំងអស់ហ្នឹងមានសភាពវែងខ្លាំងដែលអនុញ្ញាតឲ្យវាអាចលិតធលីលិតស្លែឬលិតកូនផ្សិតដែលដុះនៅក្នុងបន្ទប់ទឹកកក្រិចនៅលើការ៉ូនៅលើអញ្ជាងឬនៅក្នុងអាងទឹកបានហើយអណ្ដាតហ្នឹងក៏អាចឲ្យពួកវាអាចលិតចូលទៅក្នុងក្លុកក្លៀតឬចន្លោះតូចបានផងដែរអញ្ចឹងក្រៅពីមានអណ្ដាតវែងស្រួយហើយអាកាណាមេហ្នឹងក៏វាមានកញ្ញាំស្រួយមានសក់ក្បាលញ៉ៃហើយមានរូបរាងស្គមស្គាំងនិងខ្នងកោងអាកាណាមេហ្នឹងគឺវាចូលចិត្តបង្ហាញខ្លួននៅពេលយប់ដល់យប់ឡើងហ្នឹងវានឹងលួចចូលទៅក្នុងផ្ទះរបស់អ្នកស្រុកស្ងាត់ទៅដល់អ្នកស្រុកនឹងដឹងហើយវានឹងស្វែងរកផ្ទះណាដែលមានកន្ទប់ទឹកកក្រិចហើយចូលទៅលិតយកធូលីលិតយកស្លែនិងភាពកខ្វក់ដែលមាននៅក្នុងកន្ទប់ទឹកទាំងអស់ហ្នឹងអញ្ចឹងអាកាណាមេហ្នឹងវាអត់ចង់ជួបមនុស្សទេវាគ្រាន់តែចង់លិតយកភាពកខ្វក់លិតយកស្លែលិតយកធូលីដីទាំងអស់ហ្នឹងជាចំណីអាហាររបស់វាតែប៉ុណ្្នឹងឯងអ្វីត្បិតតែអាកាណាមេហ្នឹងវាអត់កាចសាហាវទៅដល់មនុស្សប៉ុន្តែអ្នកស្រុកហ្នឹងគាត់ជឿជាក់ថាបើសិនជាពួកគេបានឃើញអាកាណាមេនៅកន្លែងណាមួយវាជាសញ្ញាមួយដែលព្រមានថាផ្ទះដែលមានអាកាណាមេលួចចូលហ្នឹងអាចនឹងឆ្លងនៅជំងឺផ្សេងឬក៏ផ្ទះហ្នឹងអាចនឹងមានភាគរយខ្ពស់នៅក្នុងការជួបនឹងវិញ្ញាណអាក្រក់មានរឿងដំណាលមួយដែលតាក់ទងជាមួយនឹងអាកាណាមេហ្នឹងដោយការពីយូរលង់ណាស់មកហើយហ្នឹងមានគ្រួសារមួយគាត់បានទុកបន្ទប់ទឹកចោលឲ្យរយៈពេលជាច្រើនខែដោយអត់ជួយសម្អាតបន្ទប់ទឹកហ្នឹងឯងអញ្ចឹងនៅយប់មួយអ្នកផ្ទះហ្នឹងបានឮសលេងចម្លែកមួយចេញពីបន្ទប់ទឹករបស់ពួកគេដែលសលេងហ្នឹងហាក់ដូចជាមានអ្វីមួយយ៉ាងកំពុងតែលិតស្លែឬក៏លិតភាពកខ្វក់នៅក្នុងបន្ទប់ទឹករបស់គាត់ហ្នឹងអញ្ចឹងនៅពេលដែលពួកគេដើរទៅតាមសលេងហ្នឹងទៅពួកគេក៏បានទៅដល់បន្ទប់ទឹកហើយបានឃើញកូនបិសាចតូចដែលមានស្បែកពណ៌ក្រហមមានអណ្ដាតវែងហ្នឹងកំពុងតែលិតដីលិតស្លែនៅលើជាងនិងនៅក្នុងបន្ទប់ទឹករបស់គាត់ហ្នឹងឯងអញ្ចឹងដោយសារតែភាពភ័យខ្លាចពេកអ្នកផ្ទះហ្នឹងក៏បានរត់ចេញពីផ្ទះហ្នឹងហើយនៅពេលព្រឹកឡើងពេលដែលពួកគាត់ត្រឡប់មកវិញពួកគាត់អាចបានឃើញអាកាណាមេនៅក្នុងបន្ទប់ទឹកហ្នឹងទៀតទេប៉ុន្តែនៅក្នុងបន្ទប់ទឹកហ្នឹងគឺមានសុទ្ធតែស្នាមដាតស្នាមលិតនិងស្នាមទឹកមាត់របស់អាកាណាមេហ្នឹងពេញបន្ទប់ទឹកហ្នឹងទាំងអស់ហើយអ្នកផ្ទះហ្នឹងក៏នាំគ្នាសម្អាតកន្ទប់ទឹកហ្នឹងចោលអញ្ចឹងដោយសារតែអត់ចង់ជួបជាមួយនឹងអាកាណាមេទៀតអ្នកផ្ទះហ្នឹងអត់ដែលធ្វើប្រហែសក្នុងការសម្អាតបន្ទប់ទឹករបស់ពួកគេទេហើយចាប់តាំងពីពេលហ្នឹងមកគេក៏លែងឃើញអាកាណាមេបង្ហាញខ្លួននៅក្នុងបន្ទប់ទឹកហ្នឹងដែរចឹងតាមរឿងព្រេងខ្លះទៀតហ្នឹងគេបាននិយាយថាតាមរយៈការចូលមករបស់អាកាណាមេហ្នឹងបានន័យថាបើសិនជាក្នុងផ្ទះហ្នឹងអាកាណាមេបានចូលមកហើយវាអាចនឹងនាំអមនុស្សផ្សេងទៀតចូលមកដែរបានន័យថាបើសិនជាថ្ងៃហ្នឹងអាកាណាមេចូលមកចឹងថ្ងៃស្អែកវាអាចនាំអមនុស្សផ្សេងទៀតចូលមកក្នុងកន្ទប់ទឹកនឹងទៀតផងដែរអញ្ចឹងវិធីសាស្ត្រដើម្បីកុំឲ្យជួបអាកាណាមេហ្នឹងគឺអត់មានអីពិបាកទេគឺមនុស្សទាំងអស់គ្នាអាចធ្វើការសម្អាតបន្ទប់ទឹករបស់ពួកគេឲ្យស្អាតជានិច្ចអញ្ចឹងនៅពេលដែលស្អាតអាកាណាមេហ្នឹងវានឹងអត់មកដោយសារតែអាកាណាមេហ្នឹងវាអត់ចូលចិត្តទីកន្លែងណាស្អាតទេវាចូលចិត្តតែកន្លែងដែលមានស្លែដែលមានដុះស្នឹមដុះផ្សិតហ្នឹងព្រោះវាចូលចិត្តយកអាហ្នឹងធ្វើជាអាហាររបស់ពួកវាអញ្ចឹងអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះរឿងរ៉ាវរបស់អាកាណាមេហ្នឹងតែអ្នកទាំងអស់គ្នាចង់ជួបជាមួយនឹងអាកាណាមេអត់បើសិនជាចង់ជួបទុកកន្ទប់ទឹកចោលមិនបាច់ដុសលាងទេតែបើសិនជាអត់ចង់ជួបអ្នកនរគ្នាសម្អាតកន្ទប់ទឹកឲ្យស្អាតទៅជាងអាកាណាមេវានឹងអត់មកជួបអ្នកនរគ្នាទេអញ្ចឹងបើសិនជាអ្នកនរគ្នាចង់បញ្ចេញមតិយោបល់ផ្សេងអ្នកនរគ្នាអាចធ្វើការ comment នៅក្នុង comment section ខាងក្រោមបានហើយបើសិនជាអ្នកនរគ្នាមានរឿងអីចង់ស្នើសុំមកកាន់ខ្ញុំឬក៏មានជាមតិយោបល់ចង់កែប្រែផ្សេងអ្នកនរគ្នាក៏អាចធ្វើការ comment នៅខាងក្រោមនឹងបានដូចគ្នាហើយបើសិនជាអ្នកនរគ្នាចូលចិត្តវីដេអូមួយនេះកុំភ្លេចជួយចុច like subscribe ក៏ដូចជាចែករំលែកវីដេអូមួយនេះទៅកាន់មិត្តភ័ក្តិក៏ដូចជាមនុស្សជាទីស្រឡាញ់របស់អ្នកនរគ្នាផងសូមអរគុណសូមជម្រាបលា